សកកម្មធំហូបកុតគង់ជនភាសឹករបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរដឹកនាំដោយអ្នកអង្គញាលេងណាវត្រាបានបិទបញ្ចប់បន្ទាប់ពីពន្លឺសន្តិភាពតាមព្រំដែនបានភ្លឺឡើងវិញក្រោយកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃជំរំវត្តពោ5000ដើមស្រុកគូលែនខេត្តព្រះវិហារគឺជាគោលដៅចុងក្រោយនៃបេសកកម្មរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរដឹកនាំដោយអ្នកអង្គញាលេងណាវត្រាបានរៀបចំគុតគង់មហូបជូនប្រជាពលរដ្ឋភាសឹកនៅថ្ងៃទី30ខែតុលាឆ្នាំ2025ចាប់តាំងពីមានការផ្ទុះអាវុធនៅតាមព្រំដែនដែលផ្ដើមដោយភាគីថៃកាលពីថ្ងៃទី24ខែកក្កដាឆ្នាំ2025ក្រុមយុវជនរបស់ក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធររាប់រយនាក់ក៏បានផ្ដើមសមរភូមិដែរគឺចុះគុតគង់មហូបជូនប្រជាពលរដ្ឋភាសឹកក្នុងខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារដែលមានប្រមាណជិត70000នាក់លើគោលដៅចំនួន11ដោយមានរៀបចំម្ហូបពីប៉ែជារៀងរាល់ថ្ងៃបេសកកម្មប្រកបដោយស្មារតីមមុតមិនរុញរាដើម្បីជាតិនិងប្រជាពលរដ្ឋកម្ពុជានេះបានធ្វើឡើងក្រុមកិច្ចសហការជាមួយអាយដាមកតិសង្ហមណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអាយដាមមានច័ន្ទយ៉ាដាអភិបាលខេត្តឧត្តរមានជ័យនិងអាយដាមកឹមរិទ្ធីអភិបាលខេត្តព្រះវិហារបន្ទាប់ពីបិទបញ្ចប់បេសកកម្មរបស់ខ្លួនក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរក៏បានបង្ហាញការគោរពដឹងគុណនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភារាជរដ្ឋាភិបាលកម្ពុជាក្រុមការដឹកនាំដោយឆ្លៀសវៃនិងស្វាហាប់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលបានប្រកាន់យកនៅភាពអត់ធ្មត់ដោះស្រាយបញ្ហាដោយសន្តិវិធីជៀសវាងសង្គ្រាមកាន់តែរីកធំឡើងក្រុមការងារសហព័ន្ធយុវជនបូជាការពីយុទ្ធធរបានគន្ទ្រនិងបញ្ជាក់ថាការបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពពិតជាមានតម្លៃជាសាវ័នសម្រាប់ពលរដ្ឋខ្មែរនិងជិតខាងដែលស្រឡាញ់សន្តិភាព